cònរដ្ឋាភិបាលប្រកាសរឿងពន្ធនឹងពឹបរៀងចង់មួយចង់សង្ហាចិត្តដែរពីដើមឆ្នាំមក ឡើងដល់1.6 លានអញ្ចឹងវាចាប់វាគុណវា10 ដង ទោះបីអត់មានក្រុមហ៊ុនផ្លូវការប៉ុន្តែនៅតែទិញជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់កម្មវិធី Auto Podcast Season 1 Episode ទី1ហើយថ្ងៃនេះផងដែរគឺយើងជួបជាមួយនឹងម្ចាស់រថយន្តអគ្គិសនីដែលគាត់នឹងចែករំលែកបទពិសោធន៍ហើយក៏ខ្ញុំនឹងចាក់សួរជាមួយនឹងសំណួរដែលមានជាប្រធានបទក្តៅគគុកជាច្រើនផងដែរដែលចង់ដឹងពីបទពិសោធន៍ដែលគាត់បានប្រើប្រាស់រថយន្តអគ្គិសនីចឹងកុំឲ្យខាតពេលយូរយើងទៅជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាសួស្តីបងសួស្តីបងអាចជួយណែនាំឈ្មោះតិចបានទេបាទជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទឈ្មោះ Edimo សប្តាហ៍មានអាជីវកម្មគឺខ្ញុំបើកកន្លែងតុបតែងឡានបាទតិចតួចមានដូចជា bed Scott ឬក៏ពាក់ព័ន្ធនឹងគ្រឿងតុបតែងឡានបាទតែប៉ុតមានបងប្អូនយើងគាត់ស្គាល់ច្រើនដោយសារតែ Demo មិនមែនតែធ្វើអាជីវកម្មហ្នឹងទេគឺមានន័យថាក៏បានចូលរួមចំណែកនៅក្នុងការផ្ដល់ជាមានន័យថាព័ត៌មានជាច្រើនទាក់ទងទៅនឹងយានយន្តនិយាយទៅអាចថាជាអ្នកផលិតមាតិកាមួយដែរហើយឃើញចែកម្លែកបានច្រើនមែនទែនមិនថាតែឡានអគ្គិសនីឡានណានិយាយទៅឲ្យតែចូលមកបិទស្កុតដឹងតែចែកម្លែកហ្មងបាទប៉ុន្តែចង់សួរបន្តិចដោយសារតែឃើញបទពិសោធន៍របស់ Demo ហ្មងឃើញប្រើឡានអគ្គិសនីច្រើនអញ្ចឹងអាចប្រាប់បានទេថាបច្ចុប្បន្នប្រើឡានអគ្គិសនីគេដែរបើបច្ចុប្បន្នហ្មងឡានអគ្គិសនីខ្ញុំប្រើប្រភេទឡាន Tesla Model 3បាទបងប៉ុន្តែមុន Tesla Model 3មានប្រើឡាននេះទៀតសម្រាប់អគ្គិសនីគឺ BYD Atto 3បាទដល់ពេលហ្នឹងរៀងថ្លៃដែរ Atto 3ចំនួនហ្នឹងបាទដំបូងគេបើគិតទៅប្រហែលឆ្នាំឈប់ប្រើ Atto 3ឈប់ប្រើ Atto 3ចូលមួយឆ្នាំ8ខែជិត2ឆ្នាំហើយប៉ុន្តែមុននឹងឈានមកដល់ការប្រើប្រាស់រហូតមកដល់ Tesla Model 3នេះមុន Atto 3ទៀតមានធ្លាប់ប្រើឡានអីមុន Atto 3ខ្ញុំប្រើឡានធម្មតាមានឡានសាំងឡានសុទ្ធអញ្ចឹងឡានចំហេះឡានចំហេះគិសនីដំបូងគឺ Atto 3ហ្នឹងមកមូលហេតុអីកាលហ្នឹងបានជាយើងមកប្រើឡានអគ្គិសនីវិញអញ្ចឹងណាហើយនៅតែបន្តប្រើឡានអគ្គិសនីមកទល់បច្ចុប្បន្នពីដំបូងគឺសម្រាប់ឡានអគ្គិសនីធម្មតាវាថ្មីសម្រាប់ខ្ញុំដែរតោះអញ្ចឹងខ្ញុំឃើញថារូបរាងវាស្អាតហើយវាទំនើបតម្លៃវាក៏អាចទទួលយកបានជាពិសេសនោះគឺស្អាតទាំងដែលខ្ញុំអត់ដឹងថាឡានអគ្គិសនីគឺវាស្រួលបើកបរឲ្យអត់ដឹងទេពេលហ្នឹងគឺដឹងតែទិញមកចង់សាកវាដែរណាមួយឃើញថាវាសំចៃអញ្ចឹងក៏ចង់សាកតែវាពិតជាស្រួលជិះសម្រាប់ឡានអគ្គិសនីអញ្ចឹងក៏ដូរសេរីអីអញ្ចឹងទៅក៏នៅតែជាអគ្គិសនីទៀតបងចាប់អារម្មណ៍ឃើញថាពីដើមនៅពេលដែលផ្លាស់ប្ដូរពីឡានប្រើចំហេះឡានសាំងឬម៉ាស៊ូតហ្នឹងហក់មកប្រើឡានដែលAtto 3 BYD ហ្នឹងគឺមានក្រុមហ៊ុននាំចូលផ្លូវការបាទប្រហែលជាស្ដែងបន្ទាប់ពី Atto 3រងឯងលក់ចេញទេតាលក់ចេញយូរលក់ចេញបាទហើយដល់ពេលផ្លាស់ប្ដូរពីក្រុមហ៊ុនផ្លូវការមកទិញមានតាមការ៉ាតាមអីវិញអញ្ចឹងណាដែលអត់មានការនាំចូលផ្លូវការទេបាទបងត្រង់ចំណុចហ្នឹងមូលហេតុអីគេបានយើងអត់ព្រមបន្តប្រើ BYD ទៀតមកប្រើ Tesla វិញមូលហេតុមកពីយើងគិតថាយើងទិញ Atto 3កាលហ្នឹងដូចជា40000 46000ហ៎41000អីចឹងណាគេ discount សល់40000អញ្ចឹងទៅបាទយើងគិតថាតម្លៃឡានប៉ុណ្ណឹងវាស្រួលជីប៉ុណ្ណឹងហើយអញ្ចឹងក៏ខ្ញុំគិតថាសាក Tesla មើលធម្មតាតែល្អវាថ្លៃហើយអញ្ចឹងយើងសាកទៅបាទក៏វាអែមខ្លាំងប៉ុន្តែកាលហ្នឹងកតាអីដែលហក់ពីប្រើពួក BYD ចិនបាទក្រោយមកប្រើឡានអាមេរិកវិញប៉ុន្តែពេលដែលសម្រេចចិត្តថាបដូរពីឡានចំហេះមកប្រើឡានអគ្គិសនីគួរតែរក brand ណាដែលយើងគិតថាគួរសាក brand ណា brand អាមេរិកឬក៏អីចឹងតែពេលហ្នឹងមិនបានអត់ទិញ Tesla មកទិញ BYD Atto 3វិញមូលហេតុព្រោះធម្មតាបងយើងប្រើឡានចំហេះហើយយើងមកបដូរមកប្រើជាអគ្គិសនីសុទ្ធអាចថាវាថ្មីសម្រាប់យើងដែរអញ្ចឹងយើងអត់ហ៊ានចំណាយច្រើនទៅលើព្រោះបងដឹងហើយ Tesla ថ្លៃអញ្ចឹងក៏មើលទៅអត់មានណាលើស BYD Atto 3វាចេញមកដំបូងគឺផ្ទុះឡានហ្នឹងចេញមកដំបូងគឺផ្ទុះហ្មងគឺវាស្អាតទាំងក្រៅទាំងក្នុងនិយាយថាពេលហ្នឹងគឺជាយុគសម័យមួយទោះបីមួយឆ្នាំមុនប៉ុន្តែរហូតមកដល់ឥឡូវវាផ្លាស់ប្ដូរខ្លាំងមែនទែនបាទខ្លាំងហ្នឹង
បើតាមបងចាំប្រហែលជាពេលហ្នឹង Tesla អត់ទាន់អាចនាំពីចិនមកទេ បាទនៅថ្លៃ នៅថ្លៃយកពីអាមេរិកមកអាចខ្ទង់ 7-8 ម៉ឺនហ្នឹង បាទចូលចង់ 100000 ចូល 10 ម៉ឺនបាទ អញ្ចឹងយើងអត់មើលដល់ហ្នឹងទេពេលហ្នឹងអត់មើលដល់ហ្នឹងទេព្រោះយើងគ្រាន់តែចង់សាក បាទ បាទ អញ្ចឹងបើគិតទៅនៅក្នុងន័យហ្នឹងវាអាចបានជាគំនិតមួយដែរ បាទ មានន័យថាអត់ទាន់ហ៊ានសាកអាថ្លៃទេ ហ្នឹងហើយ យើងសាកចង់ដឹងថាអគ្គិសនីហ្នឹងវាស្រួលមែនអត់វាសន្សំចៃមែនអត់ បាទ ប៉ុន្តែបើគិតទៅឥឡូវគិតថាសន្សំចៃអត់ឡានអគ្គិសនី ឡានអគ្គិសនីសំចៃគឺសំចៃហ៎បងវានិយាយទៅការចំណាយគឺសឹងថាយើងបើយូរយើងទៅប្រើឡានសាំងម្ដងយើងចាក់សាំងមកពេញអីចឹងស្ដាយលុយមានអារម្មណ៍ស្ដាយលុយព្រោះរាល់ថ្ងៃជិះអត់ដល់លុយហ្នឹងមួយខែបានបងថ្លៃភ្លើងម្ដងហ្នឹង ហ្នឹងហើយភាគច្រើនយើងប្រើនៅក្នុងទីក្រុងតែ ភាគច្រើនជិះក្នុងក្រុងច្រើន បាទព្រោះជាក់ស្ដែងបើយើងមើលពីតម្លៃស្ថានីយ៍ក៏អត់ទាន់ធូរដែរ បាទ តម្លៃដូច fast charge ដូចនៅ1400-1500 បាទបង ឬក៏ប្រហែលអ្នកប្រើឡានអគ្គិសនីបានដឹងហ្មង ជាទូទៅយើងថា1500ក្នុង1គីឡូបាទអញ្ចឹងវានៅមានតម្លៃរៀងខ្ពស់ដែរគ្រាន់តែថាបើសម្រាប់ខ្ញុំទៅខេត្តបើខ្ញុំទៅដើរលេងលក្ខណៈដូចថាអត់មានបុណ្យទានណាខ្ញុំយកអគ្គិសនីទៅហើយតែបើមានបុណ្យទានខ្ញុំអត់តន់យកដោយសារតែមានអ្នកផ្សេងគាត់យកទៅដែរអញ្ចឹងកន្លែងសាកវានៅតិចអញ្ចឹងយើងប្រកាសជាពិបាកធម្មតាបុណ្យទានបងដឹងហើយមនុស្សច្រើន អញ្ចឹងមានន័យថាបច្ចុប្បន្ន demo ក៏មានឡានប្រើចំហេះដែរនៅប្រើម៉ាស៊ូតឬនៅប្រើសាំងមានដែរមានឡានដែរអញ្ចឹងបើគិតទៅមិនទាន់ដាច់ពីឡានប្រើចំហេះនៅឡើយទេនៅតែមានឡានប្រើប្រាស់ដដែល បាទ កន្លែងហ្នឹងអាចថាបងប្អូនយើងក៏គាត់អាចត្រូវពិចារណាដែរ បាទ ទី1មុននឹងហក់ឈានមកប្រើឡានអគ្គិសនីអាចសាកល្បងកម្រិតមួយសិន ហ្នឹង ហើយដល់ពេលបន្ទាប់មកទៀតប្រើទៅឯល្អហើយស្រឡាញ់ហើយគឺដឹងតែដកចិត្តឲ្យរួចហើយអាចមានសកួរឡានសម្រាប់ប្រើប្រាស់បើសិនជាអ្នកប្រើច្រើនហ្មងប្រហែលជាអត់សូវចំណេញទេ បាទ ជាពិសេសអ្នកចុះខេត្តចុះអី ហ្នឹងហើយ ព្រោះស្ថានីយ៍នៅថ្លៃ បាទបើពីខ្ញុំបើសម្រាប់បងប្អូនដែលគាត់ចង់សាកប្រើឡានអគ្គិសនីដំបងណាទិញល្មមណាស់បាទហើយយើងផ្ដោតសំខាន់គឺជិះក្នុងក្រុងព្រោះបើយើងប្រើចំហេះក្នុងក្រុងផ្លូវវាស្ទះផ្លូវអីច្រើនអញ្ចឹងការចំណាយច្រើនបងដឹងហើយអញ្ចឹងយើងសាកប្រើអគ្គិសនីទិញល្មមបានទេបាទបន្ទាប់មកខ្ញុំជឿជាក់ 100% នឹងទិញមួយទៀតហើយទិញអាយើងថ្លៃវាកប់សេរីអញ្ចឹងស្រួលយើងជិះទៅខេត្តឆ្ងាយបានល្អបានស្រួល ជំរឿប្រធានបទហ្នឹងប្រហែលជាលើកទៅខាងក្រោយបន្តិចដើម្បីមានន័យថាយើងសម្រាយចុងក្រោយថាតើកម្រិតថវិកាប៉ុណ្ណាឬក៏អីចឹងទៅប៉ុន្តែបងចង់មកកាន់រថយន្តដែលយើងប្រើបច្ចុប្បន្នហ្មងណាប្រើ Tesla Model 3 ហ្នឹងបានប្រហែលឆ្នាំហើយ មកដល់ឥឡូវ72ឆ្នាំហើយមានដែលមានជាផលរំខានអីអត់ បច្ចុប្បន្នដូចអត់មានតាន់មានពាក់ព័ន្ធនឹងកំហូចឬក៏អីអត់តាន់មាននិយាយទៅអត់តាន់មានហ្មង ហ្នឹងហើយ បាទ ទោះបីអត់មានក្រុមហ៊ុនផ្លូវការប៉ុន្តែនៅតែទិញ មូលហេតុមកពីនៅពេលដែលខ្ញុំប្រើឡានអគ្គិសនីដំបងអាធូស្រីហ្នឹងខ្ញុំប្រើដំបងហើយមុននឹងខ្ញុំទិញវាហ្នឹងក៏ខ្ញុំបាន research ដែរថាតើឡានគុយរបស់ចិនហ្នឹងវាល្អអត់ហើយពេលដែលខ្ញុំបានទៅដល់ស្រុកចិនទៀតឡានតាក់ស៊ីភាគច្រើនគឺអគ្គិសនីហើយជិះសុទ្ធតែ 30-40 ម៉ឺនគីឡូនៅរត់ smooth ធម្មតាអញ្ចឹងខ្ញុំជឿជាក់បានហើយថាអូឡានអគ្គិសនីរបស់ចិនខ្លាំងប៉ុណ្ណឹងចុះតម្រាំ Tesla ទៀតខ្ញុំជឿថាវាមិនអាចមានកំហូចអីដល់ថ្នាក់ជិះត្រឹម 4-5 ឆ្នាំខូចឬក៏1ឆ្នាំ 2 ឆ្នាំខូចទេអញ្ចឹងខ្ញុំជឿជាក់ឡើងហ្នឹងហើយបានខ្ញុំហ៊ានទិញដោយអត់បាច់មានក្រុមហ៊ុនផ្លូវការ អូខេប៉ុន្តែបើបងមកយើងប្រើ72ឆ្នាំនេះធ្លាប់ធ្វើគ្រឿងអីខ្លះមានតែធ្លាប់ខូចអីអត់ឬក៏ត្រូវដូរសបកកង់ឬក៏អី អូបើបច្ចុប្បន្នមកអត់ទាន់មានកំហូចអីទេគ្រាន់តែធម្មតាយើងជិះច្រើនយើងត្រូវបដូរសបកកង់ហើយអានោះបាទបងតែឥឡូវហ្នឹងអត់ទាន់ដូរទេសបកកង់ច្រើនពីព្រោះតាមពិតទៅសបកកង់ក៏ជាកត្តាមួយដែលចាំបាច់សំខាន់ដែរហើយឡានអគ្គិសនីដូចដឹងអញ្ចឹងដោយសារមកវឹបហ្នឹងគឺខ្លាំងហើយដល់ពេលដែលឈប់ហ្នឹងគឺងក់បាទបងអញ្ចឹងវាត្រូវមួយ sponsor ដែរ Silent បាទបង Eco Point 3អូខេมันជាបដោតតាក់ទងនឹងសបកកង់ហ្នឹងទេប៉ុន្តែ
ពិតជាចង់ដឹងមែនថារយៈពេលប្រហែល7 ឆ្នាំឬក៏7 ឆ្នាំឬក៏ជាង2 ឆ្នាំហ្នឹង អត់ទេmodel 3នេះខ្ញុំប្រើមកអាចថាមួយឆ្នាំ7 ខែចុះ អូ បាទ អញ្ចឹងអត់មានកំហូចអីទេ នៅ ដោយសារឡានអគ្គិសនីបើយើងគិតទៅវាជាបើអានេះគេហៅថា technology ហ្មង high end ហើយ បាទ អស់ហើយសម្រាប់មធ្យោបាយនៃការធ្វើដំណើរនាពេលបច្ចុប្បន្នស្អីទាំងអស់គឺ software update បាទបង អត់មានក្រុមហ៊ុនផ្លូវការអញ្ចឹងត្រូវពេល update ធ្វើម៉េច សម្រាប់បើ Tesla មុនទិញខ្ញុំ research ដែរគឺងាយស្រួលទេភ្ជាប់តា Wi-Fi អូតូទាំងអស់ update ខ្លួនឯងដូចយើងប្រើទូរស័ព្ទអញ្ចឹង អញ្ចឹង ស្រួល ចូលទៅ Tesla app ហ្មង នងមញ៉េinfotainment វាហ្នឹង បាទ តែមាន software update គឺវា load ឲ្យយើងហ្មងយើងកណា connect Wi-Fi ហើយយើង download ទៅវា update តែ ឲ្យ យើងប្រើមួយកម្មវិធីទូរស័ព្ទដែរ ចង់ប្រើមួយទូរស័ព្ទក៏បានស្រួលទេ Tesla ស្រួល ពីព្រោះឃើញថាយើងអាច remote ឃើញទេប៉ុន្តែចង់សួរថាកម្មវិធីហ្នឹងofficial ពី Tesla ហ្មងឬក៏មិន ពី Tesla ហ្មងបាទសម្រាប់ Tesla គេមាន app របស់គេ ពីព្រោះឥឡូវវានៅមានចម្ងល់ថាទិញពីក្រុមហ៊ុនដែលអត់ផ្លូវការវាអាចគេ jailbreak ឬក៏អីចឹងណាប៉ុន្តែអាហ្នឹងសម្រាប់ឡានចិនផ្សេងបាទ ដែលបច្ចុប្បន្នមានក្រុមហ៊ុនផ្លូវការ បាទ ហើយអានេះជាការអះអាងរបស់ពួកគាត់ថាបើសិនជាអត់នេះទេដូចថាអត់មាន app control អត់មានអីសម្រាប់នេះបានហើយពេលខ្លះ software ដែលបំពាក់នៅលើឡានហ្នឹងទៅថា jailbreak ឬក៏អីចឹងទៅដើម្បីប្រើប្រាស់ version អង់គ្លេសបាន អូខេបង ប៉ុន្តែម៉ូដែលគិតថាបើ Tesla ហ្មងវាអាចមាន unique ដូចថា Tesla អត់ខ្វល់ទេគឺដឹងថាទិញពីប្រទេសណាក៏នៅតែអាចប្រើ app របស់វាបានដែល original ពី Tesla ហ្មងឬក៏មិន បើសម្រាប់ Tesla ហ្មងគឺស្រួលទេបាទទិញពីណាក៏ដូចគ្នាដែរយើងអាច install SIM card បានខ្លួនឯង install app មកប្រើបានធម្មតាតែបើ brand ផ្សេងអាហ្នឹងខុសគ្នាពី Tesla បាទបង អញ្ចឹងអាចថានេះជាចំណុចមួយអញ្ចឹងបើអ្នកចង់បានឡានហ្មងទិញ Tesla ឬស្រួល គាត់ថាថ្លៃតិច ថ្លៃតិច ប៉ុន្តែយ៉ាងណាមិញអាចដូច demo បាននិយាយដែរបើយើងមានលទ្ធភាពយើងគួរមើលដែរហ្នឹងហើយបើផ្សេងមើលទៅដូចជាអាចនឹងដូចក្រុមហ៊ុនផ្លូវការគាត់និយាយមែនថាអត់មាន software ផ្លូវការអត់មានអីចឹងពិបាក អាចបងអាច ហ្នឹងហើយ អញ្ចឹង នៅក្នុង software របស់វាហ្នឹងនៅពេលដែលរហូតមកដល់បច្ចុប្បន្នហ្នឹងបើគិតទៅ update ប្រហែលពីព្រោះចាប់អារម្មណ៍ថាឡានអគ្គិសនីនៅពេលដែលវា update software វាតែងតែមាន feature អីថ្មីៗឲ្យយើង បាទបង ហើយបងក៏ធ្លាប់មើលវីដេអូរបស់ remote ដែរវាមានតាំងពីអាកាវាបើកគូតបើកអី បាទ ពេលទិញដំបូងអត់មានទេ អត់ទេអត់មាន ហ្នឹងហើយ បានន័យថា Tesla គឺតែងតែយកអាមតិដែលគេ feedback ឬក៏ទៀមទីអីផ្សេងអញ្ចឹងទៅគឺ Tesla តែងតែមើលកន្លែងហ្នឹងហើយគាត់តម្លាក់ហ្មងស្រួលណាស់បានន័យថាពេលខ្ញុំទិញដំបូងគូតក្រោយគ្រប់ក្រោយហ្នឹងតោះតែចុច tele ឬក៏បញ្ជា app ឬក៏ចុចនៅគូតឡានបើយើងកាន់អីវ៉ាន់មកឡានផ្សេងគេមាន kick sensor មានកវាសអីអញ្ចឹងទៅ Tesla គាត់ណា update បាច់គាត់ណាទៅឈរពីក្រោយហ្នឹងបន្តិចទៅវាបើកខ្លួនឯង update ម្ដងទៀតមកមានចាប់ស្លាកសញ្ញាចរាចរណ៍និយាយទៅ update ឲ្យយើងអត់ធុញក្នុងការប្រើប្រាស់ទេ បាទ បាទ តែឥឡូវចាប់អាតុកអីឃើញឡាននៅឡាននេះដដែលឬក៏អី ដូចនៅទេបងដូច នៅ ឃើញជាឡានធំ ឃើញឡានដឹកឡើយ បាទ នៅឃើញឡានដឹកឡើយបងចៅអារម្មណ៍មួយទៀតឡានរបស់ Remo ដូចជាអត់ដឹង original ឬអត់ទេណាឃើញ soft close ទៀតទេ បាទទ្វា ទ្វា បឺ bird តអាហ្នឹងខ្ញុំតឡើង អូតឡើង តឡើងទេសេនអត់មានទេខ្ញុំតឡើងទេ អូខេហើយមានយើងគិតថាគុណតម្លៃអីខ្លះដែលអ្នកប្រើឡានអគ្គិសនីបើទោះបីបច្ចុប្បន្នវានៅប្រតិរឿងផ្លូវការនិងអត់ផ្លូវការប៉ុន្តែ Tesla វាមានចំណុចហ្នឹងហើយតែវាមានគុណតម្លៃទៀតដែលអ្នកគិតថាអ្នកដែលមានលុយខ្ទង់ 5-6 ម៉ឺនហ្នឹងគាត់ទិញ Tesla ហ្មងបាច់គិត បើជារួមបើអ្នកដែលគាត់ស្រឡាញ់ Tesla ហ្មងបងគាត់ប្រកាសជាតែងតែមើលវីដេអូ research វីដេអូពីវាច្រើនដឹងថាអូវាទំនើបម៉េចអីម៉េចវាមើលមកមិនជាបងដឹងហើយបើឡាន brand ផ្សេងគិសនី brand ផ្សេងមានទ្វាបឺតមកស្រាប់ទ្វាបើកអូតូណាកៅអីម៉ាស្សានិយាយទៅមើលមកគឺចង់ហ្មងតែបើ Tesla គេធ្វើមកសាមញ្ញបងមើលទៅសាមញ្ញក៏ប៉ុន្តែនៅពេលដែលយើងប្រើវាអត់សាមញ្ញទេបាទប្រព័ន្ធសុវត្ថិភាពវាខ្ពស់
ស្ងាត់ខ្លាំងមែនតើ soundproof វាធ្វើបានល្អ កញ្ចក់ពីរជាន់ទាំង4ទ្វារ បាទនិយាយទៅស្ងាត់ហើយ speaker ចង់ផ្ដោតសំខាន់ទៅលើ speaker វាអត់មាន brand ទេអត់មានរបៀប brand speaker ល្បីអីទេអត់មានទេប៉ុន្តែព្រោះខ្លាំងព្រោះមែនតើហ្មងបាទអានោះវាធ្វើបានចង់ ប៉ុន្តែនៅក្នុង app របស់វាហ្នឹងនេះព្រោះសំណួរហ្នឹងដូចធ្លាប់ demo ពេលដែលបងបង្ហាញពី LAN នេះតែងតែសួរបងថាចាក់ YouTube បានអត់ Tesla មានអត់ Tesla ជាទូទៅគេមាន browser របស់គេអញ្ចឹងបងអាចនៅពេលដែល Tesla ខ្ញុំបាននិយាយពីដំបូងយើងអាចដាក់ SIM បានអញ្ចឹងមានអ៊ីនធឺណិតហើយមិនបាច់ share Wi-Fi ក៏បានដែរតែបើយើងអត់ដាក់ SIM យើង share hotspot ទៅចូល browser យើងមើល YouTube បាទ app អីផ្សេងយើងមើល website ផ្សេងបាទបាននៅក្នុង LAN តែពេលបើកបអត់បានទេបើកមើលអត់បានទេហើយគុណវិបត្តិ Tesla មួយទៀតនោះគឺអត់មាន Apple CarPlay អញ្ចឹងបងប្អូនដែលទិញអាចមើលកន្លែងហ្នឹងដែរគឺរៀងពិបាកមើល map បន្តិចត្រូវទិញ tool មកដាក់ទូរស័ព្ទមើលតែប៉ុណ្ណឹងឯងបញ្ហា Optimus មានតម្លើងឲ្យដែរឬក៏មានទាំងអស់អីក៏មានដែរបាទមានទៀតបាទបើឡានខ្ញុំតម្លើងទាំងអស់ទ្វារបឺតអាកំហប់អា front វាខាងមុខហ្នឹងអូតូអីមានទាំងអស់មកចប់បាទនិយាយទៅដល់សារដល់ពេលអត់មានក្រុមហ៊ុនផ្លូវការអញ្ចឹងមិនបាច់ភ័យរឿងដាច់ធានីទេហ្នឹងហើយអាហ្នឹងបើសម្រាប់បងប្អូនយើងផ្សេងខ្ញុំអត់ដឹងទេតែបើសម្រាប់ខ្ញុំមានអារម្មណ៍ថាឡានធ្វើមកវាអត់អាច perfect ត្រូវចិត្តយើង 100% ទេទោះយ៉ាងណាដូចបងឃើញអ្នកខ្លះទិញឡានមកអត់ទាន់បានជិះទេដូរយ៉ានដូរសបកបាត់ហើយគាត់ស្រឡាញ់ឡានហ្នឹងហើយប៉ុន្តែគាត់អត់ស្រឡាញ់កង់អត់ស្រឡាញ់យ៉ានត្រូវអត់បងត្រូវបាទបើយើងដូរតែប៉ុណ្្នឹងដាច់ warranty ដែរអញ្ចឹងវាសម្ពាធអាហ្នឹងសម្រាប់ខ្ញុំអញ្ចឹងខ្ញុំភាគច្រើនខ្ញុំតែមកគឺខ្វះអីខ្ញុំថែមថយនឹងណាមួយយើងចង់បានបទពិសោធន៍ថ្មីពីវាអញ្ចឹងខ្ញុំតម្លើងហើយមកដល់ឥឡូវក៏អត់ដែរឃើញមានបញ្ហាអីដែរទៅលើឡាននោះព្រោះសម័យឆ្នាំថ្មីអញ្ចេះគ្រឿងដែលយើងបំពាក់ដូចទ្វារបឺតមុខអូតូឬក៏យើងតម្លើងភ្លើងឌីមក្នុងឡានអីផ្សេងគឺមកត្រូវទាំងអស់ដោតដូចយកដោតដាក់បាទងាយស្រួលទេងាយស្រួលវាអាចថានេះដែរប៉ុន្តែមួយទៀតដោយសារបើយើងមើលទៅពេលខ្លះក្រុមហ៊ុនផ្លូវការក៏គាត់មិនតន់ជាដូចរៀងថ្មីដែរបើមើលទៅពេលវារៀងថ្មីហ្នឹងចង់និយាយថានៅក្នុងវិស័យឡានអគ្គិសនីហ្នឹងវារៀងថ្មីបាទអញ្ចឹងហើយវានៅមានការប្រកួតប្រជែងច្រើនដែលសូម្បីតែក្រុមហ៊ុនផ្លូវការហ្នឹងក៏នៅរៀងតិចតែការនាំចូលគឺច្រើនបាទដូចយើងមើលចាក់ស្ដាយហ្មងដូចបច្ចុប្បន្នដែលល្បីខ្លាំងហ្មង Easy 6បាទល្បីខ្លាំងបងបើជំនាន់ពីមុនមកទៀតអាហ្នឹងក៏ជំនាន់ដែលអ្នកនាំមកដំបូងហ្នឹងគឺក៏គ្រប់ទឹកដែរព្រោះកាលហ្នឹងនាំចូលមកក៏តម្លៃដូច BZ 3X BZ4X BZ4X ជំនាន់ហ្នឹងឡើង8-9 ម៉ឺនហើយក្រោយមកទៀតចប់ផ្ដើមយកមកអញ្ចឹងទៅបាទច្រើនតែ Toyota ផ្លូវការអត់មានទេហ្នឹងហើយអត់មានអញ្ចឹងហើយបានបងថាទោះបីមិនវានៅមានច្រកសម្រាប់អ្នកដែលគាត់នាំចូលមកណាបាទហើយមានជំរឿសច្រើនសម្រាប់ការប្រើប្រាស់អីចឹងទៅបាទបងបើសិនជាឥឡូវហ្នឹងមានសម្លឹងឃើញថាមានឡានណាដែលយើងចាប់អារម្មណ៍ចង់សាកល្បងអីទៀតអត់ដល់ឥឡូវចេញ Juniper Model Y អីចឹងអត់ចាប់អារម្មណ៍ដែរបងគ្រាន់តែថាវាអត់សូវជាប្លែកដោយសារតែយើងប្រើអា Model 3នេះវាស្តៀងគ្នាអស់បងតែស្អាតអា Juniper ហ្នឹងស្អាតហើយអូខ្ញុំចែកម្លែកបន្តិចពាក់ព័ន្ធទៅនឹង Tesla អា Model 3ហើយនិង Model Y ទំហំពិតជាខុសគ្នាអញ្ចឹងបងប្អូនដែលចង់ប្រើ Tesla សមាជិកច្រើនទិញ Model Y វាខ្ពស់ទលាយបាទកូនអីសមាជិកខាងក្រោយគាត់អង្គុយស្រួលបើ Model 3អាចថាវាជារបៀបដូចឡានទៀបអញ្ចឹងណាអញ្ចឹងវាស្រួលអង្គុយតែខាងមុខទេខាងក្រោយជាអៀតអានោះខុសគ្នាអញ្ចឹងឲ្យទៀបបន្តិចបងហ្នឹងហើយតែប៉ិតចាប់អារម្មណ៍ Model Y ដែរបាទដោយសារយើងមានគ្រួសារប៉ុន្តែបើឲ្យរៀងចាស់ស្អប់ជាងគេរៀងឡើងចពោចមកលើរៀងណាបើនិយាយពីរៀងដល់ពេលរៀងថ្មី
វាស្អាតអាក្រោយវាស្អាតអាលើហើយវាមកយ៉ាប់អាមុខវិញតែបងតែយ៉ាងនិយាយថាស្អាតអស់ហើយតែមកអន់អាមុខវាធ្វើទៅដូច style របស់ឲ្យគេ Cybertruck បាទហ្នឹងហើយហ្នឹងបងអត់នេះដែរប៉ុន្តែឥឡូវក៏យើងមិនទាន់មានលទ្ធភាពទិញដែរបាទបកទៅកាន់ធ្លាប់ប្រើក្រុមហ៊ុនផ្លូវការហើយនឹងអត់ផ្លូវការអញ្ចឹងបើនេះអត់ដែលមានបញ្ហាទេប៉ុន្តែជាមួយក្រុមហ៊ុនផ្លូវការធ្លាប់មានបញ្ហាអីអត់ដូចថាគ្រឿងបន្លាស់របស់អាតូស្រីឬក៏អីចឹងណាការប្រើអាតូស្រីដំបងអាចនិយាយបានថាពេលហ្នឹងខ្ញុំអ្នកប្រើក៏ថ្មីក្រុមហ៊ុនក៏រត់ទៅថ្មីណាថ្មីដែរគាត់ទៅចាប់ផ្ដើមលក់ដែរអានោះអញ្ចឹងការខ្ញុំប្រើហ្នឹងបញ្ហាវាអត់ធំដុំទេដូចជាមានបញ្ហា error sensor កង្ហាល់បានន័យថាឡានអគ្គិសនីជាទូទៅនៅពេលដែលយើងចតក្រោមថ្ងៃក្តៅ sensor វាចាប់បានថាក្តៅអាគុយក្តៅអា battery វាហ្នឹងកង្ហាល់គឺវាចាប់ផ្ដើមវិល automatic ដើម្បីស្អំឲ្យត្រជាក់បាទហើយពេលខ្ញុំប្រើហ្នឹងវាវិលរហូតទុកនៅផ្ទះចោលអត់ក្តៅសោះក៏វិលអញ្ចឹងវាមានបញ្ហាអានោះមួយតែក៏ក្រុមហ៊ុនដោះស្រាយមើលបានគាត់យូរពេលហ្នឹងចូលកន្លះខែមកអានោះឃើញតែខ្ញុំជឿជាក់ថាឥឡូវគាត់ដឹងអស់ហើយព្រោះអានោះវាថ្មីបាទថ្មីដំបងពីឥឡូវទៅគាត់មានបទពិសោធន៍ច្រើនហើយបាទហើយក៏ឃើញឥឡូវហ្នឹងចាប់ផ្ដើមសម្រុកបងប្អូនយើងសម្រុកប្រើច្រើនបាទច្រើនបងអូខេងាកទៅយើងអាចថារវាងប្រើនៅតែចង់ដឹងថាគុណសម្បត្តិអីដែលប្រើឡានអគ្គិសនីហើយដោយសារយើងធ្លាប់ប្រើឡានចំហេះឥឡូវក៏នៅប្រើឡានចំហេះតើពីហ្នឹងវាមានគុណសម្បត្តិនិងគុណវិបត្តិអីខ្លះរវាងឡានពីរហ្នឹងវាមានបងវានៅតែរឿងសំចៃប៉ុន្តែវាមានអីទៀតដែលពិសេសជាងហ្នឹងបើឥឡូវយើងនិយាយអគ្គិសនីមុនណាបងណាបើសម្រាប់ឡានអគ្គិសនីបើយើងប្រើវាបើយើងអាចនិយាយបានថាអញ្ចឹងវាស្រួលបើកបរវាស្ងាត់ហើយវាស្រួលអានសំចៃហ្នឹងយើងទុកមួយឡែកសិនទាំងតែចាក់ស្ដែងវាស្រួលជីមែនតែនហ្មងបងវាអត់មានចូលលេខយើងជន់បខំគឺវាទៅហ្មងអត់មានដូចឡានចំហេះជន់ទៅនៅប្រឹងបន្តិចហើយបានធ្លាក់ចូលអញ្ចឹងទៅហើយនៅពេលដែលយើងប្រើឡានអគ្គិសនីរាល់ថ្ងៃជីរាល់ថ្ងៃអញ្ចឹងទៅយូរយើងទៅប្រើឡានចំហេះមានអារម្មណ៍ថាដបងហ៎បងអត់សូវស៊ាំតិចអីហើយនឹងជើងយើងជន់ទៅមានអារម្មណ៍ថាវាប្លែកវាលឺចាប់ដើមលឺហ្មងតែបើយើងជីបានកន្លះម៉ោងអីអញ្ចឹងស៊ាំវិញហើយតែប៉ុណ្ណឹងឯងបងអានោះបើខ្ញុំក្នុងក្រុងរាល់ថ្ងៃគឺប្រើអគ្គិសនីសុទ្ធហ្មងអូខេបាទទៅខេតក៏ខ្ញុំយកអគ្គិសនីទៅដែរព្រោះវាស្រួលគ្រាន់តែថាបើបុណ្យទានដូចខ្ញុំនិយាយខាងដើមខ្ញុំបុណ្យទានពិបាករឿងសាកបើសិនជាស្ថានីយ៍ fast charge DC fast charge ហ្នឹងច្រើនខ្ញុំជឿថាអ្នកជិះកាន់តែច្រើនឡានអគ្គិសនីកាន់តែច្រើនជាងឥឡូវទៀតបាទតែបងឃើញថាវានៅមានកង្វះខាតទី1ស្ថានីយ៍វាមានហើយបាទឥឡូវហ្នឹងឃើញមានបញ្ហារឿងដុំសាកបាទវាមាន GPT ហើយនិង CCS2 បាទបងដែលយើងដឹងហ្មងឡានយើងភាគច្រើនឥឡូវហ្នឹងចាប់ផ្ដើមនាំពីចិនមកច្រើនបាទបងបើនាំពីចិនវាប្រើ CCS2 ហើយGPT បាទបងដល់ពេលឡានពីអាមេរិក CCS2 ស្តង់ដារអឺរ៉ុបវាអញ្ចឹងហ្មងបាទបងតែហ្នឹងអាចជាចំណុចអវិជ្ជមានសម្រាប់អ្នកប្រើឡានអគ្គិសនីបើប្រើ adapter បើអីគិតថាវាមិនដែរ adapter តម្លៃមិនដែរនិយាយទៅនេះចង់ដឹងពីមកវិញដោយសារយើងអ្នកធ្លាប់ប្រើអញ្ចឹងអាចដឹងច្រើនបាទបងអញ្ចឹងឡានអគ្គិសនីបើនៅប្រទេសយើងឥឡូវហ្នឹងអា fast charge DC fast charge អា port DC ហ្នឹងគឺបាទវាមាន GPT ហើយនឹង CCS2 ហើយស្ថានីយ៍ដែលស្ថានីយ៍សាកថ្មហ្នឹងស្ថានីយ៍ខ្លះក៏មានតែ GPT វាពិបាកនឹងអ្នកដែលប្រើ CCS2 រៀងពិបាកស្ថានីយ៍ខ្លះមានទាំងពីរសងខាងបាទអញ្ចឹងតែ GPT ច្រើនមែនតើហ្មងអាចនិយាយបានថា50ឡានអញ្ចឹង GPT 48គ្រឿងអីអញ្ចឹងឯនោះ CCS2 តែ2ទេអញ្ចឹងអ្នកប្រើ CCS2 អាចនឹងត្រូវទិញ adapter មួយដើម្បីងាយស្រួលពេលគាត់ចុះខេត្តអីចឹងត្រូវប្រើ adapter វាគួរសមដែរ1%ចាំមើលហ្នឹងតើតទៅនឹងបញ្ហានេះវាអាចថាដោយសារ
បច្ចុប្បន្នឃើញរដ្ឋាភិបាលក៏គាត់ចាប់ផ្ដើមប្រកាសឲ្យក្រសួងដែលពាក់ព័ន្ធចាប់ផ្ដើមធ្វើស្ថានីយ៍ធ្វើម៉េចឲ្យច្រើន បាទ ហើយយើងក៏អត់ទាន់ដឹងថាតើនៅពេលដែលច្រើនហ្នឹងនឹងអាចគាត់មិនដឹងថាគាត់យកស្តង់ដារមួយណាប៉ុន្តែបើប្រទេសជិតខាងរបស់យើងឃើញហើយគេទៅ CCS2 ហើយ បាទបង CCS ដូចជាថៃ បាទ ដូចជាអីហ្នឹងគឺ CCS2 ហើយអញ្ចឹងចាំមើលស្រុកយើងមើល ទៅមួយណា បាទបង ហើយហ្នឹងឯងទៅមួយណាឬក៏អីហ្នឹងចាំមើលបងគិតថាអាស្រ័យលើលំហូរនៃការនាំចូលមក បាទ ប៉ុន្តែទោះបីមិនក៏គាត់នៅអាចប្រើ adapter បាន បាទ តែធ្លាប់ដឹង adapter ថ្លៃហ៎ ចន្លោះ6-700អ្នកខ្លះក៏អាល្អអីហ្នឹងវាមានណាបងតាមចរិតខ្ញុំមាន800ជាងក៏មាន បាទ គាត់ថាអាហ្នឹងខ្ញុំគិតថាជាមិនមែនជាតន់ជារបៀបដូចថាជារឿងមួយដែលយើងគួរតែគិតដែរ បាទបើយើងគិតអាហ្នឹងទៀតអ្នកប្រើឡានអគ្គិសនីគាត់ថាអូយញ៉ៃញ៉ៃអញ្ចឹងណាបងអាហ្នឹងខ្ញុំគិតថាអាចនឹងអ្នកដែលគាត់ម្ចាស់ស្ថានីយ៍គាត់គិតវិញ បាទ បាទបើគាត់នេះគាត់មាន adapter ទុកឲ្យអតិជននេះអញ្ចឹងណាថ្ងៃទៅមុខទៀតតែឥឡូវនេះសុំតាស្ថានីយ៍ឲ្យច្រើនសិនបាទស្ថានីយ៍ឲ្យច្រើនមកល្អមកបាទ អញ្ចឹងបកមកវិញតាក់ទងទៅនឹងអតិជនគោលដៅឬក៏អ្នកដែលគាត់នេះព្រោះតាមពិតទៅម៉ូក៏អាចថាដូចបងនិយាយហ្នឹងចាត់ទុកថាជាអ្នក influencer មួយដែរផ្នែកយានយន្តហ្នឹងទោះបីយើងមិនមែនអ្នកផលិតមាតិកាសម្រាប់ប្រម៉ូទឲ្យក្រុមហ៊ុនឬក៏អីប៉ុន្តែឲ្យតែឡានមកឃើញប្លែកឃើញចែកម្លែង បាទបង អញ្ចឹងឯងនិយាយថាអ្នកដែលមានសក្តានុពលដែរគេស្គាល់ច្រើន បាទបង អញ្ចឹងហើយចង់ថាសម្រាប់បងប្អូនយើងដែលគាត់ឧទាហរណ៍ឥឡូវឡានឥឡូវចាប់ផ្ដើមមានមកហើយក្រោម 30000 នេះអញ្ចឹងណា បាទ វាមានទាំងឡានចំហែវាមានទាំងឡានអគ្គិសនីហ្នឹងហើយ បាទ ហើយមានឥឡូវហ្នឹងមានដល់ប្រភេទ plug in hybrid ទៀត បាទ អញ្ចឹងបើសិនជាសម្រាប់ម៉ូហ្មង recommend មិនសម្រាប់អ្នកដែលគាត់មានកញ្ចប់ថវិកាថា 30000 ចុះក្រោម បើសិនជាគាត់មានឡានប្រើប្រាស់បានន័យថាគាត់មានតែមួយគ្រឿងឯងជំរើសគាត់គឺមានឡានតែមួយ បាទ ជិះក្នុងក្រុងផងទៅខេត្តផងហើយគាត់ចង់ទិញឡានតម្លៃថាក្រោម 30000 បើពីខ្ញុំហ្មងខ្ញុំ recommend ប្រើពួក plug in hybrid វិញបាទដើម្បីងាយស្រួលពេលគាត់ជិះក្នុងក្រុងគាត់ប្រើតាអគ្គិសនីហ្នឹងគាត់សាកថ្មមកពេញព្រោះឥឡូវមានច្រើនមកឃើញមកពេញមានជិះបាន70គីឡូ បាទ 100គីឡូ បាទ អញ្ចឹងខ្ញុំគិតថាបើមួយថ្ងៃយើងជិះត្រឹម30គីឡូអី2ថ្ងៃយើងសាកម្ដងពេលយើងទៅខេត្តយើងអត់បាច់ខ្វល់ខ្វាយរឿងសាកថ្មទេយើងចាក់សាំងបានបាទក៏ប៉ុន្តែបើសិនជាបងប្អូនយើងដែលគាត់មានឡានមួយបាទឡានចំហេះក្នុងបាទសាំងឬក៏មកសុទ្ធហ្នឹងគាត់មានមួយហើយគាត់ចង់ទិញមួយទៀតដើម្បីជិះក្នុងក្រុងអីអញ្ចឹងបើកញ្ចប់ថវិកាក្រោម 30000 ប្រើអគ្គិសនីសុទ្ធហ្មងទៅវាអត់ បច្ចុប្បន្នយើងមានបើឡានអគ្គិសនីហ្មងបច្ចុប្បន្នយើងមានឡានដូចជា BYD Atto 2 តម្លៃបងចង់និយាយពីតម្លៃ 30000 អេដូចជាមាន Sigo ច្រើន Sigo Dolphin Atto 3 Atto 2 ហើយនឹងច្រើនតាមពិតទៅច្រើន Neta ក៏ ច្រើន មានដែរ ច្រើនឡានក្រុមហ៊ុនក៏មានតាមឃ្លាំងក៏គេយកមកច្រើនបាទ អានឹងយើងនិយាយអស់ហ្មងទៅព្រោះមានក្រុមហ៊ុនផ្លូវការដែរ មានច្រើន ប៉ុន្តែបងឃើញមួយទៀតដូចខាងប៉ុន្តែខាង Chile ដូចជាអត់ទាន់ឃើញយកមកទេប៉ុន្តែឃើញការ៉ាឃើញអីគាត់យកមក បាទបង Geometry របស់ Chile Sinyon បាទ អាហ្នឹងគេហៅ Chile Wish បាទ Starwish Starwish ហ្នឹងអាហ្នឹងក៏ខ្ទង់ 20000 ស្ដើងឬក៏ក្រោម 20000 អាស្រ័យលើ option បាទបង គាត់ថាអត់មានក្រុមហ៊ុនផ្លូវការ បាទ តែប៉ុណ្ណឹងហើយបើ Tesla លក់មានអាក្រោម 30000 ដែរ អូ អត់ឈ្នះ Tesla បើដោយសារ Tesla គាត់ប្រើ global version របស់គាត់ បាទបង តែមួយទៀតចុះបើឥឡូវហ្នឹងយើងនិយាយថាបើសិនជា first car គាត់មានឡានតែមួយគ្រឿងហ្មងអត់ recommend ទេ អត់ recommend បើត្រូវទិញអាច PHEV បាទបើសិនជាគាត់ទិញក្រោម 30000 ក្រោម 30000 ព្រោះថាឡានអគ្គិសនីបើយើងទិញក្រោម 30000 បើយើងទិញអគ្គិសនីសុទ្ធគីឡូវាតិចហ៎ គីឡូតិច អញ្ចឹងយើងចង់ទៅណាបាត់ដំបងយើងត្រូវឈប់សាកពាក់កណ្ដាលផ្លូវសៀមរាបយើងឈប់សាកអីអញ្ចឹងទៅវាតាមបាទតែបើស្រួលហ្មងប្រើ PHEV PHEV មាន Sealand 5 មានច្រើន Ken បាទ ប្រម៉ូទទៅ GTV Ken ក៏ GTV Ken ហ្នឹងហើយ អែមដែរ 7កៅអី បាទ3ជួរនោះធំ អូខេ
ប៉ុន្តែបើឡានសាំងហ្មងក៏មានដែរ មានច្រើនមែន ច្រើនមកឡានសាំងបងក្រុម ជប៉ុនក៏មានចិនក៏មានចិនសុតក៏មាន មានអាចិនអត់សូវសុត ដោយសារវាមាន brand អីចឹងទៅណា brand អង់គ្លេស brand អីចឹងទៅ បាទបង ហើយឥឡូវបើយើងអ្នកដែលគាត់នេះហើយគាត់មានកញ្ចប់ថវិកាតាម4ទៅ5ម៉ឺនអីឬក៏30ជាងទៅឃើញមានជំរើសច្រើន បើ ហើយគួរមិនគួរឲ្យជឿដូចបងនិយាយពីដើមអញ្ចឹងគឺអា Mazda EZ6 ហ្នឹងគឺអង្គជិះច្រើនគីឡូគេទៅសើច្រើន accurate ដែរ បាទនិយាយទៅឡានអគ្គិសនីទាំងអស់ធម្មតាវាដូចឡានសាំងដែរបងដែរឃើញឡានសាំងគេថា100គីឡូ5លីត្រ6លីត្រតែដល់ពេលយើងយកមកជិះអត់ទេជួនកាលឡើង10លីត្រ11 12 13លីត្រអីចឹងទៅតាម model ឡានអគ្គិសនីដូចគ្នាបងអញ្ចឹងអាហ្នឹងសំខាន់ដែរបងប្អូនដែលទិញឡានអគ្គិសនីកុំតាន់អាលមើលទៅលើដូចថា model នេះមួយជិះបានប្រហែល400គីឡូអត់ទេអត់បានន័យថាអញ្ចឹងទេខុសគ្នាទាំងអស់ឡានអគ្គិសនីខ្លះជិះលឿនស៊ីខ្លាំងអគ្គិសនីខ្លះជិះយឺតស៊ីខ្លាំងវិញណែវាខុសគ្នាអញ្ចឹងវិញហ៎បងបាទខុសគ្នាហើយបើកសិនតិចច្រើនអីចឹងទៅវាស៊ីថ្មលឿនអីចឹងខ្លះបើកសិនតិចច្រើនកម្មក៏អត់សូវស៊ីវាបែងចែកច្រើនអាហ្នឹងត្រូវបងប្អូនអាច research បន្ថែមដែរមុនទិញបាទខ្លាចដូចថា400គីឡូបូកដកគុណចែកហ្មងជិះទៅណាបាត់ដំបងទៅ300គីឡូអញ្ចឹងជិះទៅដល់ត្រូវនៅសល់100គីឡូទៀតដល់ពេលទិញមកជិះអត់ដល់ទេអាហ្នឹងអញ្ចឹងដែរព្រោះជិះលឿនស៊ីខ្លាំងអញ្ចឹងឡានអគ្គិសនីក៏ខុសគ្នាអូខេបងនៅចង់សួរដោយសារមកអ្នកប្រើឡានក៏ច្រើនហើយក៏អ្នកជួបឡានច្រើនហើយមានមាន plane plug ហ្នឹងដកដោតហ្នឹងឲ្យវាមានមុខងារទំនើបច្រើនបាទអញ្ចឹងសម្បីឡានខ្លួនឯងធ្វើសក់មានទ្វាបឺតមានអីទៀតអញ្ចឹងបច្ចុប្បន្នហ្មងនៅសម្រាប់ឡានអគ្គិសនីហ្មងគឺយើងនៅតែអាចលេងគ្រឿងតុបតែងបានធម្មតាលេងភ្លើងឌីមលេងអីហ្នឹងបាទព្រោះកន្លែងខ្ញុំបងដឹងហើយជំនាញ បាទ ជំនាញហើយអីក៏មានដែរខ្ញុំអាចដូរកៅអីមកមានកាច់ដៃបាទដូរទៅជាអូតូបានចង់បានកៅអីត្រជាក់កៅអីក្តៅណាឡានអត់បន្លាញ sport ក៏ខ្ញុំតឡើងបានអត់ជាក្តោបដាក់បានហើយសិតតែដោតដូចយកហើយធានាអត់ធានាទៀតធានាទាំងអស់ធានាទៀតយ៉ាងបាទធានាមែនធានាមែនព្រោះសំណួរនេះបងបាននេះអត់បានបញ្ជាក់អីធានាមែនអញ្ចឹងបាទអីខ្លាំងមែនបបពិសោធន៍ខ្លាំងជាក្រុមហ៊ុនទៀតធានាខ្ញុំធានាអ្វីខ្ញុំធ្វើគឺធានាទាំងអស់អូខេអត់មានផ្ញើកៅអីទៅស្រុកចិនអីសិនទេបាច់ធ្វើនៅនឹងឲ្យដូរឲ្យនៅនឹងងាយស្រួលឲ្យតែចេះអូខេបងគិតថាចែកម្លែកបានច្រើននៅតាក់ទងទៅនឹងបបពិសោធន៍ជាច្រើនបាទបងបងមានមួយសំណួរទៀតហើយនឹងអាចចុងក្រោយចង់ឲ្យ recommend បន្តិចសំណួរហ្នឹងគឺចង់សួរថាចាឥឡូវហ្នឹងដូច Tesla អីចឹងវាកម្លាំងវាខ្លាំងបាទឥឡូវហ្នឹងដល់រដូវកាលប្រកាសហើយចាប់ផ្ដើមអនុវត្តរឿងពុនបាទបងពុនផ្លូវបាទអញ្ចឹងបងជឿថាពីមុនហ្មងគឺអត់ដឹងទេបាទបងយើងទិញឡានអគ្គិសនីចង់ជិះ view ខ្លាំងអូរឿងកម្លាំងខ្លាំងឥឡូវហ្នឹងវាអាចថាគ្រាន់តែរដ្ឋាភិបាលប្រកាសរឿងពុននឹងពឹបរៀងចង់មួយចង់សង្ហាចិត្តដែរពីដើមឆ្នាំមកបាទបងហ្នឹងហើយប៉ុន្តែសម្រាប់ម៉ូហ្មងគិតថាយ៉ាងមិនដែរព្រោះឡានហ្នឹងអាចចូលម៉ាន1លាន1លាន6បើគិតតាមកម្លាំងសេះរបស់វាកម្លាំងសេះ1លាន6ហើយព្រោះ Tesla គឺ1លាន6ទាំងអស់ព្រោះ Tesla horsepower វាធំទាំងអស់ហើយបើយើងនិយាយថានៅទិញទៀតអត់នៅតែទិញចុះធម្មតាបើយើងត្រូវលើកទឹកចិត្តខ្លួនឯងវិញបាទពីដំបូងពេលខ្ញុំជិះអាតូស្រី free ពន្ធផ្លូវអត់បង់ទេគេលើកទឹកចិត្តហ្មង free តតែខ្ញុំលក់បាត់ប្រើ Tesla មួយឆ្នាំក្រោយបង់ 150,000 បាទបងបានមួយឆ្នាំឥឡូវគេថាគិតតាមកម្លាំងសេះវិញឡើងដល់1លាន6អញ្ចឹងវាគុណវា10ដងអញ្ចឹងបើសួរថាយើងមានអារម្មណ៍មួយអត់សុបាយចិត្តអត់មានតែបើយើងគិតមកវិញយើងគិតថាដូចជាមិនបញ្ហាព្រោះថាវាសេវបានច្រើនហើយណាមួយតាធម្មតាកម្លាំងសេះខ្លាំងវាស្រួលជីស្រួលអញ្ចឹងយើងទទួលស្គាល់ទៅព្រោះឡានចំហេះក្នុងក៏
តាមម៉ាស៊ីនធំ បាទ ក៏បងច្រើន បង ធ ច្រើន ម្មតានោះអញ្ចឹងខ្ញុំគិតថាកន្លែងហ្នឹងបងប្អូនដែលទិញឡានអគ្គិសនីដូចជាអត់ចាំបាច់គិតកន្លែងហ្នឹងជាធំយើងគិតដែរតែមិនបាច់គិតជាធំពេក វាត្រឡប់ទៅអ្វីដែលយើងបានជជែកគ្នាដែរបើសិនជាក្រោម 30000 ទេទិញឡាន PHEV ឬក៏ឡានសាំងសុទ្ធហ្មងទៅ ស្រួល ឬក៏អ្នកដែលគាត់មានឡានសាំងហើយគាត់អាចទិញបានតែក្រោម 30000 ហ្នឹងដែលយើងមាននិយាយ model ហ្នឹង បាទ តែបញ្ចប់ពី3ជាងហើយគីឡូជិះបានច្រើនបានឆ្ងាយទៅដល់គោលដៅអីចឹងទៅសន្សំចៃបានច្រើន បាទបង អឺមើលអ្នកប្រើឡានអគ្គិសនីហ្មងតើអីខ្លះដែលត្រូវការថែទាំសម្រាប់ឡានអគ្គិសនី ឡានអគ្គិសនីជាទូទៅយើងត្រូវថែទាំវាដូចជាយើងអាសាឆែកមើលទឹកស្អំ បាទយើងឆែកមើលទឹកស្អំតើវាមានស្រកអត់ទឹកស្អំឡានអគ្គិសនីយើងមានទឹកស្អំ motor ទឹកស្អំអាគុយបាទខ្ញុំអត់ច្បាស់ 100% ទេតែបើធ្លាប់ទៅជាងអញ្ចឹងទៅគាត់ប្រាប់បាទអញ្ចឹងអាចនិយាយបានថាទោះបីជាខ្ញុំទិញបើទិញក្រុមហ៊ុនស្រួលត្រូវហើយបងយើងទៅក្រុមហ៊ុនឆែកឲ្យអញ្ចឹងទៅហើយបើខ្ញុំទិញឃ្លាំងយើងត្រូវរើឃ្លាំងណាដែលគេចេះសវីសមានសវីសឲ្យអញ្ចឹងទៅអញ្ចឹងពេលច្រើនគឺខ្ញុំយកទៅឃ្លាំងគឺពួកគាត់ឆែកឲ្យខ្ញុំមកចប់ហើយលឿនឃ្លាំងអត់បាច់ណាត់ទេគ្រាន់តែតែខ្វាច់ជីទៅគេមើលឲ្យហ្មងបាទអញ្ចឹងស្រួលសម្រាប់ខ្ញុំអ្នករកស៊ីខ្ញុំអត់សូវមានពេលវេលាទុកមុនភ្លាមតនេទៅអញ្ចឹងខ្ញុំឆែកបាច់អត់អញញ៉ៃទេបងបាទហើយអត់ចំណាយច្រើនទេបាទ check up អត់មានអស់លុយបងស្រួលអត់មានអស់លុយទេគេមើលឲ្យយើងអញ្ចឹងទៅបាទស្រួល ចឹងការជ្រើសរើសការ៉ាស់ក៏នេះដែរហើយសម្រាប់ការ៉ាស់ណាដែលម៉ូទិញចាំតាក់តងម៉ូទៅព្រោះមិនបាច់ប្រម៉ូទច្រើនពេកទេបាទបង ទុកឲ្យបងប្រម៉ូទវិញ បាទបងអូខេហ្នឹងហើយអាចមានជាការលើកទឹកចិត្តអីបន្ថែមទៀតសម្រាប់អ្នកដែលគាត់កំពុងតែតាក់ទើថាអត់ដឹងប្រើឡានសាំងឬក៏ឡានអគ្គិសនីឬក៏ PHEV និយាយទៅយើងប្រធានបទថ្ងៃនេះគឺចង់ឲ្យលើកទឹកចិត្តសម្រាប់អ្នកប្រើឡានអគ្គិសនីហ្មងបាទទិញហ្មងឥឡូវចាប់ពីថវិកាថា 30000 ក្រាស់រហូតដល់ 5-60000 ហ្នឹងគួរតែទិញឡានអីគេឲ្យប្រើ Tesla ដែរឬក៏ឲ្យប្រើអីបើពីខ្ញុំអត់ថាត្រូវតែប្រើ Tesla ទេបាទព្រោះឡានមានច្រើនណាស់ឡានអគ្គិសនីបងឃើញតាមអត់តាន់ទេចេញមកស្អាត option អីជាមួយអ្នកប្រើឡានអគ្គិសនីបើសិនជាគាត់គ្រឿងទី2បាទន័យថាគាត់ធ្លាប់ប្រើមួយគ្រឿងដំបូងហើយគាត់ដូរមកមួយទៀត 100% គឺគាត់អត់សូវខ្វល់ខ្វាយរឿងសំចៃទេគាត់ដឹងថាយកអាណាដែល option វាសាហាវវាមានអីគ្រប់យ៉ាងគាត់ជិះលែងខ្វល់ខ្វាយរឿងសំចៃហើយពេលហ្នឹងគឺគាត់ដឹងតែទំនើបលយឆាយគាត់ជិះចឹងទៅគេមើលគេអីចឹងណាបាទប៉ុន្តែបកមកវិញបើសិនជាបងប្អូនដែលគាត់ប្រើដំបងឡានអគ្គិសនីដំបងគ្រឿងដំបងរបស់គាត់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើសិនជាមានតែមួយគ្រឿងទេអត់មានឡានសកួរទេកញ្ចប់ថវិកាក្រោម 30000 គួរតែប្រើ plug-in hybrid ស្រួលតែបើមានសកួរមានឡានមួយហើយឡានមួយទៀតទោះក្រោម 30000 ក៏ទិញ EV ទៅបាទព្រោះយើងសាកថ្មមួយថ្ងៃម្ដងឬក៏2ថ្ងៃម្ដងក៏វាអាចថាវាអញញ៉ៃដែរពេលខ្លះភ្លេចបាទអញ្ចឹងបើអគ្គិសនីសុទ្ធមួយអាទិត្យ10ថ្ងៃបានយើងសាកម្ដងហើយបើបងប្អូនអត់មានឡានសកួរទេមានតែមួយគ្រឿងទេតែបងប្អូនអាចទិញបាននៅកញ្ចប់ថវិកាមាន 3-40000 4-50000 អញ្ចឹងក៏អាចសាកអគ្គិសនីសុទ្ធហ្មងព្រោះអាគុយវាធំយើងចង់ទៅណាក៏បានរតនគិរីក៏ទៅដល់ដែរណាបងអត់បាច់សាកថ្មតាមផ្លូវទេជី direct ទៅដល់បាទទៅដល់នោះសាកហើយមកវិញស្រួលទេស្រួលឡានអគ្គិសនីស្រួលគាត់ណាបើបងប្អូនប្រើដំបងខ្ញុំ recommend ប្រើទូចសិនប្រើតម្លៃមុំសិនទៅសាកវាសិនតើស្រួលមែនអត់ចាំស្រួលចាំដាក់អូខេឥឡូវយើងជជែកគ្នាវាច្រើនវាយូរហើយសង្ឃឹមថាបងប្អូនយើងគាត់អាចទទួលបានព័ត៌មានពីយើងដែលជាអ្នកប្រើប្រាស់ហើយនឹងសម្រាប់បងមកប៉ះបានតិចតួចហើយគ្រាន់តែទៅមើលឃើញ option ឃើញ spec ឃើញអីចឹងទៅអញ្ចឹងបងចង់ឲ្យសង្ខេបជាចុងក្រោយហ្មងគុណវិបត្តិនិងគុណសម្បត្តិសម្រាប់ឡាន Tesla ហ្មងដោយសារយើងប្រើ Tesla ច្រើនសម្រាប់ Model 3ហ្មង Model 3 ណាបងបើសិនជាគុណខ្ញុំនិយាយគុណវិបត្តិព្រោះគុណវិបត្តិវាតិចគុណវិបត្តិវាបើ Model 3រៀងទាបចៀតខាងក្រោយបាទហើយអត់មាន map មើលពិបាកយើងនៅដាក់ទូរស័ព្ទមើល
ដូចតែប៉ុណ្្នឹងឯងកូនវិបត្តិ model 3មានតែប៉ុណ្្នឹងឯង បងពុនផ្លូវ ពុនផ្លូវខ្ញុំដូចនិយាយអញ្ចឹងសម្រាប់ អត់គិត ខ្ញុំអត់តាន់ជាកូនវិបត្តិទេព្រោះ អូខេ មួយឆ្នាំម្ដង បាទ ហើយបើគុណសម្បត្តិវិញគឺមានច្រើន smooth ជីលឿនបាន ស្ងាត់ speaker ព្រោះហើយ update ឲ្យយើងប្រើ feature ថ្មីៗរហូតបាទហើយដូចជាតែប៉ុណ្្នឹងឯងបង អូខេ គុណសម្បត្តិច្រើនជាងគុណវិបត្តិ បាទអញ្ចឹងអរគុណម៉ូខ្លាំងមែនតើសម្រាប់ការចែករំលែក បាទបង បទពិសោធន៍ហើយសម្រាប់បងប្អូនទាំងគ្នាដែលមានចម្ងល់អាចធ្វើការ comment នៅក្នុងវីដេអូមួយនេះតើយើងគួរតែអញ្ជើញ demo មកស្រាយចម្ងល់បន្ថែមទៀតឬក៏អីអញ្ចឹងណាព្រោះបន្ទាប់ពីវីដេអូនេះចេញហើយបងប្អូនមានចម្ងល់ឬក៏សំណួរអីចឹងអាចធ្វើការសាកសួរនៅក្នុងវីដេអូនេះបានហើយទាំងខ្ញុំក៏ដូចជាក្រុមការងាររបស់ Camboto និង demo ផ្ទាល់ខ្ញុំនឹងព្យាយាម contact គាត់ធ្វើម៉េចឲ្យគាត់ជួយឆ្លើយព្រោះដោយសារពេលខ្លះមានបងប្អូនយើងគាត់ចង់ដឹងបន្ថែមអីទៀត បាទបង គាត់នៅតាក់ទើឬក៏អីបាទហើយបើចង់ទៅឃើញ demo ហ្មងអាចទៅបាននៅ Optimus បាទ បាទនៅក្នុងបងបាទអញ្ចឹងជាចុងក្រោយអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះដោយបានប្រាប់អញ្ចឹងបើសិនជាមានចម្ងល់ឬក៏ comment ឬក៏ប្រធានបទបន្ទាប់ដែលបងប្អូនទាំងគ្នាចង់ដឹងតាក់ទងទៅនឹងរថយន្តទាំងអស់បាទគឺអាចធ្វើការ comment នៅក្នុងវីដេអូមួយនេះផងដែរហើយយើងនឹងត្រឡប់មកជួបគ្នានៅ episode ទី2វីដេអូទី2ហើយចង់ដឹងថាតើអ្នកណាគាត់ជាអ្នកចែករំលែកបន្ទាប់នោះកុំភ្លេចតាមដានទស្សនាវីដេអូបន្ទាប់ទាំងអស់គ្នាអញ្ចឹងពីខ្ញុំជាមួយនឹងបងប្អូន Pro Demo សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ